ការបងប្រុសម្ដងបណ្ដៃធ្វើខ្លួនឡើងសុភាពហើយនេះសុំមួយថ្ងៃហើយរំឯណានៃម្ដងដោយសារតែខ្ញុំខានស្វាយអញ្ចឹងយូរហើយបងប្អូនអរគ្នាហើយក៏ងាយបានស្វាយអញ្ចឹងដែរតតការបងប្រុសអញ្ចឹងការបងប្រុសបកើតហ្មងគឺការបងប្រុសបងគេបងម្នាក់ស្លៀករ៉ូបវែងពណ៌ហឹងកម្ៅហ្នឹងគឺត្រូវជាក្មួយរបស់ខ្ញុំតែក្មួយរបស់ខ្ញុំហ្នឹងមានកូនមួយឥឡូវខ្ញុំមានទាំងចៅទៀតគិតមិនឡើយនិយាយទៅក្មួយការមុនអីហើយមានទាំងចៅទៀតហើយមនុស្សខ្ញុំងាយបានធ្វើខ្លួនអញ្ចឹងតែនិយាយទៅធ្វើខ្លួនមិនដែរបងប្អូនមកទៅឡើងសុភាពហ្មងមានអារម្មណ៍ថាមើលខ្លួនឯងតែខ្ញុំក៏មកបានទៅកម្មវិធីណាគេហើយនេះពេលហាយចំនួនពេលផឹកអង្គុយពេលអ្នកបងស្រីបងស្រីខ្ញុំបង្កើតមិនដែរបងប្អូនមុខដូចគ្នាអត់គាត់ថាគាត់រឿងធាត់ជាងខ្ញុំអញ្ចឹងគ្នាអង្គុយដល់ម៉ោងហាយចំនួនមកលើកទី1របស់ខ្ញុំមិននេះដើរហាយចំនួនអញ្ចឹងតែនិយាយទៅតាំងពីដើមមកដែរបានដើរហាយចំនួនណាគេការបងប្រុសបង្កើតហើយត្រូវតែហាយហើយពេលផឹកហាយចំនួនហ្នឹងមនុស្សឡើងច្រើនមែនតើការហ្នឹងមិនការនៅណាឆ្ងាយទេនិយាយទៅនៅកំពង់ចាមហ្នឹងឯងហើយការនៅកន្លែងបងថ្លៃខ្ញុំនៅហ្នឹងគេហៅភូមិទាសតហើយបងប្រុសខ្ញុំគាត់យកអ្នកខេត្តកំពង់ចាមដូចគ្នាអញ្ចឹងណាខ្ជិលតែយកណាឆ្ងាយបាក់មើលចិត្តគ្នាខ្ញុំពេលព្រលឹមឡើងហាយចំនួនហ្នឹងគឺធ្វើខ្លួនសាមញ្ញធម្មតាស្លៀកពាក់អីបាយសុភាពអញ្ចឹងហើយនេះបងស្រីខ្ញុំ2នាក់ហើយរឿងមានសាច់ហ្នឹងបងគេបង្អស់បន្ទាប់មកបងស្រីម្នាក់ទៀតគឺបន្ទាប់ពីខ្ញុំនិយាយទៅចំថ្ងៃការបងប្រុសខ្ញុំឡើងអីឡើងពេញហើយមុននឹងទៅការហ្នឹងខ្ញុំបានទៅពេទ្យដែរសួរពេទ្យថាមានសត្វល្អិតខាងរោពេញកោះឲ្យដេកក្តៅខ្លួនយកមកកើតពេលណាមិនកើតមកកើតចំពេលការបងប្រុសខ្ញុំនេះយ៉ាងនេះម៉ែខ្ញុំបន្ទាប់មកបងប្រុសខ្ញុំហើយនឹងបងថ្លៃត្រូវជាសោខ្ញុំអញ្ចឹងឃើញគាត់សុវ័យចិត្តសោយលហូអញ្ចឹងខ្ញុំក៏មានក្តីសោកដែរនេះគឺបងប្រុសខ្ញុំបង្កើតដែរគាត់បន្ទាប់ពីបងប្រុសដែលការអញ្ចឹងណាបងប្អូនទៅបងប្អូនខ្ញុំទាំងអស់គឺ6នាក់ប្រុស3នាក់ស្រី3នាក់ប៉ុន្តែបងប្រុសម្នាក់ទៀតនៅឆ្ងាយអត់បានមកបន្ទាប់ពីហាយចំនួនហើយក៏ឆ្លៀតមកថតបានមួយផ្លែអញ្ចឹងណាបងប្អូនអរគ្នាបើអត់ឆ្លៀតទេគឺអត់បានថតចង់មកថតនៅមុខរោងការអញ្ចឹងបងប្រុសខ្ញុំគាត់ការតែមួយថ្ងៃហើយមួយថ្ងៃលឿនខ្លាំងមែនតើពេលល្ងាចម៉ោង5ពេលញ៉ាំការអញ្ចឹងបងប្អូនអរគ្នាពីអ្នកបងស្រីខ្ញុំធ្វើម៉ូតសក់ដូចគ្នាហ្មងដូចកូនបន្ទាប់ពីឈរទទួលភ្ញៀវហើយក៏ឆ្លៀតមកដាក់អីពី3ម៉ាត់ខ្លាចខ្យល់ចាប់ណាមួយមហូបការចុងភៅហ្នឹងគេធ្វើឆ្ងាញ់មានណាដាក់1ម៉ាត់ហើយចង់ដាក់1ម៉ាត់ទៀតឆ្ងាញ់មែនតើខ្ញុំញ៉ាំបានមែនតើមួយរយៈនឹងរឿងឡើងសាច់និយាយទៅញ៉ាំអីក៏ឆ្ងាញ់ញ៉ាំអីក៏ឆ្ងាញ់ដែរតែតែមួយយ៉ាងចំពេលការបងប្រុសខ្ញុំហ្នឹងនិយាយទៅខ្ញុំឡើងរោលពេញកហ្នឹងហ្មងបងប្អូនអរគ្នាមុខខ្ញុំក៏ឡើងគាត់ថាខ្ញុំបានផាត់មុខចឹងទៅវារឿងអត់សូវឃើញស្នាមចឹងតែបើកវិញខ្ញុំអត់ហ៊ានផាត់អីប្រទេសផ្ដាស់ទេឡងយូរទៅឡើងស្នាមពេញហើយដល់ពេលខ្ញុំផុសចឹងទៅអ្នកខ្លះស្ដាប់ថាស្នាមប្តីខាំប្តីខាំអីបើមនុស្សមិនទាន់មានប្តីផងយីចិត្តតែខាំមិនណាដល់ថ្នាក់នឹងឡើងក្រហមឡើងរោលពេញកតែគ្រាន់ថាខ្ញុំបានទៅពេទ្យទៅអីចឹងទៅពេទ្យគេផ្សំថ្នាំឲ្យញ៉ាំហើយនឹងលាបថ្នាំទៅឥឡូវរឿងអន់ច្រើនកាត់ពេលណាមិនកាត់មកកាត់ចំពេលការបងប្រុសខ្ញុំអើយកាមមកថតរូបលែងស្អាតបដ ாய் ឃើញស្នាមទោះបីលវយ៉ាងណាក៏ត្រូវឆ្លៀតថតដែរថតទុកមើលចឹងទុកជាអនុស្សាវរីយ៍ដោយសារតែនេះមិនការអ្នកដតីទេគឺការបងប្រុសហើយមនុស្សខ្ញុំក៏កំមកទៅកម្មវិធីណាគេដែរដោយសារការបងប្រុសបកាចឹងហើយត្រូវតែមកស្លៀករ៉ូបនឹងទៅមានអារម្មណ៍ថាខ្លួនឯងមានឡើងធំបន្ទាប់ពីទទួលភ្ញៀវហើយញ៉ាំអីហើយក៏ចាប់ផ្ដើមដល់ម៉ោងរំអីបងប្អូនថ្ងៃនេះសុំលេះមួយថ្ងៃហើយតែការបងប្រុសខ្ញុំគឺស្វាយខ្លាំងមែនទែនទៅអ្នកខាងនឹងគេរំឡើងស្រស់គ្នាហ្មងទាំងចាស់ទាំងក្មេងរំស្វាយទាំងអស់គ្នាហើយខ្ញុំចាំការទៀតលេះនឹងគេដែរហើយ